សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកធ្វើមុខម្ហូបមកទៀតហើយគឺឆាស្បែកជ្រូកប្រៃផ្អែមអញ្ចឹងមុខម្ហូបរបស់យើងមានគ្រឿងផ្សំដូចជាស្បែកជ្រូកស្លឹកគ្រៃម្ទេសស្លឹកក្រូចខ្ទឹមម្ទេសរ៉ូឌីស្ករត្នោតនិងទឹកត្រីឥឡូវយើងចាប់ផ្ដើមដាំស្លឹកគ្រៃនេះដើម្បីយកទៅដាក់ស្ងោរស្បែកជ្រូករបស់យើងឥឡូវខ្ញុំយកគ្រឿងអស់នេះយកទៅដាក់នៅក្នុងឆ្នាំងដែលខ្ញុំដាក់ដាំទឹកមុនហ្នឹងអញ្ចឹងទឹកខ្ញុំពុះហើយខ្ញុំចាក់គ្រឿងនេះចូលយើងយកទៅដាក់ស្ងោរក្នុងហ្នឹងឲ្យវាផុយបន្តិចបានខ្ញុំលើកយកមកវិញអញ្ចឹងខ្ញុំទុកស្ងោរចោលនេះគឺប្រហែលជាខ្ទង់20ទៅ25នាទីខ្ញុំលើកវាឡើងមកហើយអញ្ចឹងពេលដែលវាចាប់ផ្ដើមពុះពពុះនេះវាមានណាអញ្ចឹងយើងដួសវាចេញមកយើងដួសវាចេញឲ្យអស់សិនណាចាំយើងគ្របវាទុកដើម្បីឲ្យស្បែកជ្រូកយើងឡើងផុយតិចទៀតឥឡូវស្បែកជ្រូកខ្ញុំវាផុយហើយខ្ញុំលើកវាទុកឲ្យត្រជាក់ដើម្បីខ្ញុំហាន់យកទៅឆាឥឡូវស្បែកជ្រូកខ្ញុំឆ្អិនហើយវាត្រជាក់ហើយអញ្ចឹងខ្ញុំចាប់ផ្ដើមហាន់វាបានហើយឥឡូវយើងដំខ្ទឹមដើម្បីកញ្ច្រាំយកទៅដាក់ឆាឥឡូវខ្លាញ់យើងរៀងក្តៅតិចតិចហើយខ្ញុំចាក់ខ្ទឹមចូលចឹងបំពងខ្ទឹមនេះឲ្យឡើងឈ្ងុយមកចាំយើងដាក់ម្ទេសមកហើយដាក់ស្បែកជ្រូកយើងឥឡូវខ្ទឹមខ្ញុំរៀងក្រហមបន្តិចហើយខ្ញុំចាប់ផ្ដើមចាក់ម្ទេសចូលចាក់ម្ទេសចូលហើយយើងដាក់ស្ករចូលចឹងពេលយើងដាក់ស្ករចូលហ្នឹងយើងកូរស្ករយើងឲ្យឡើងរៀងក្រហមបន្តិចមកចាំយើងដាក់ទឹកត្រីចឹងឥឡូវស្ករខ្ញុំក្រហមហើយខ្ញុំចាក់ទឹកត្រីចូលហើយខ្ញុំដាក់រ៉ូឌីបន្តិចចូលគ្រឿងរបស់ខ្ញុំឈ្ងុយហើយខ្ញុំចាប់ផ្ដើមចាក់ស្បែកជ្រូកខ្ញុំចូលដល់កន្លែងនេះអ្នកទាំងអស់គ្នាអាចភ្លក់រសជាតិវាមកថារសជាតិវាល្មមនៅបើសិនជាខ្វះខាតគ្រឿងអីយើងអាចថែមបន្តិចបន្តួចណាមុខម្ហូបឆាស្បែកជ្រូកប្រៃផ្អែមម្ហូបចុះបាយអស់លុយតិចយើងរួចរាល់ហើយរូបរាងវាដូចដែលបងប្អូនបានឃើញចឹងនេះមុខម្ហូបចុះបាយយើងរួចរាល់ហើយអញ្ចឹងឥឡូវយើងមកញ៉ាំទាំងអស់គ្នាមុខម្ហូបមួយនេះរសជាតិវាឆ្ងាញ់មែនតើបងប្អូនសម្រាប់រសជាតិម្ហូបនេះវិញយើងយករសជាតិវាប្រៃផ្អែមមកបងប្អូនឆ្ងាញ់ណាហើយបានញ៉ាំមួយតែសក់អញ្ចេះទៀតណាត្រូវជាតិមែនតើញ៉ាំមកដល់ឆ្ងាញ់សម្រាប់មុខម្ហូបមួយនេះងាយស្រួលធ្វើឲ្យអស់លុយតិចទៀតបងប្អូនអញ្ចឹងកុំភ្លេចសាកធ្វើទាំងអស់គ្នានៅផ្ទះណាបងប្អូនអរគុណបងប្អូនជម្រាបលា